ស្ទើមិនគួរជឿទេសេះមកក្បាលនេះមានតម្លៃរហូតដល់ជិត$1 លានណោះអូយថ្លៃយកទៅមែនទេសេះនេះការគេដេញថ្លៃមកពីសហរដ្ឋអាមេរិកតម្លៃវា$70,000 $70,000បាទសេះនេះវាមានឈ្មោះអាមតៈបាទពូជជាពូជអីអូនពូជ Tonobred ពូជសេះប៉ណ្ណឹងមិនមែនខ្ញុំចេះតែនិយាយទេនេះគឺជាសម្ដីរបស់បងប្រុសដែលមើលថែសេះឈ្មោះអមតៈនឹងផ្ទាល់ហើយសម្រាប់សេះអមតៈនេះគឺបច្ចុប្បន្នមានអាយុរហូតដល់22ឆ្នាំហើយប្រភេទសេះប៉ណ្ណឹងសម្រាប់ពូជ Tonobred នេះគឺល្បីខាងល្បឿនមែនទែនដែលចិញ្ចឹមឡើងនៅក្នុងកសិដ្ឋានរបស់ SV នៅស្រុកដំណាក់ចង្អើរនៅខាងខេត្តកែបណាហើយនេះសម្រាប់ទីលានប៉ណ្ណឹងសេះគាត់អូយធំមែនទែនហើយសម្រាប់កសិដ្ឋាននេះគឺចិញ្ចឹមសេះរហូតដល់15ក្បាលដែលមាន3ប្រភេទទី1នឹងពូជខ្មែរយើងពូជសេះខ្មែរយើងទី2នឹងគឺពូជអ៊ីប៉ូលីសាបដែលនាំចូលមកពីអារ៉ាប់មួយទៀតគឺពូជ Tolopred ដែលជាប្រភេទសេះប៉ណ្ណឹងដែលមានល្បឿនលឿនខ្លាំងមែនទែនហើយប្រភេទពូជសេះនេះគឺត្រូវបានគេចាត់ទុកគឺជាស្ដេចនៃសេះប៉ណ្ណឹងព្រោះល្បឿនវាលឿនខ្លាំងវាអាចរត់បានប្រហែល64គីឡូម៉ែត្រក្នុង1ម៉ោងណោះអូលឿនមែនទែនហើយបើសម្រាប់អមតៈនេះវិញគឺគេលេងប៉ណ្ណឹងហើយបងប្អូនគឺគេយកមកដើម្បីបង្កាត់ពូជណាហើយបងប្អូនក៏អាចទៅលេងបានដែរគឺនៅខេត្តកែបទេសម្រាប់កសិដ្ឋាន SV រ៉ៃនេះគឺនៅម្ដុំភ្នំវត្តហើយកន្លែងគាត់ហ្នឹងគឺមានទទួលរៀបចំកម្មវិធីដែរសម្រាប់បងប្អូនដែលចង់ទៅថត pre-wedding ជាមួយសេះមួយអីហ្នឹងណាគឺគាត់មានទទួលរៀបចំសម្រាប់ព័ត៌មានបន្ថែមនឹង Google Map ខ្ញុំដាក់នៅក្នុង comment អរគុណច្រើនសម្រាប់ការទស្សនាតាមដានកុំភ្លេចចុច follow page RT ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតអរគុណច្រើនបាយបាយ